ឧទាហរណ៍ថាអ្នកកំពុងពពោះយើងចង់ពន្យាពេលម៉ោងចូលធ្វើការហើយគាត់អាចចេញទៅមុនគេបន្តិចចូលយឺតជាងគេបន្តិចដើម្បីកុំឲ្យគាត់ប្រឈានមួយគេដើម្បីកុំឲ្យមានគ្រោះថ្នាក់តាមច្បាប់ការងារយើងត្រូវអនុញ្ញាតឲ្យគេពី5ទៅ10នាទីអញ្ចឹងយើងដើម្បីធ្វើអញ្ចឹងយើងត្រូវចូលទៅយើងហៅអត្តលេខគាត់ឧទាហរណ៍ហើយ2យើង right click មកបើម្នាក់នេះ single ដាក់អត់បានអូខេយើងដាក់ឧទាហរណ៍គាត់ពោះធំអញ្ចឹងយើងត្រូវចូល early alone យើងត្រូវ right click យក early alone and pregnancy យើងយក new អញ្ចឹងថ្ងៃទី1ខែ2ឧទាហរណ៍ថាយើងគាត់ឲ្យពោះគាត់រហូតដល់ខែ5ចឹងថ្ងៃទី31អញ្ចឹងក្នុងអំឡុងពេលប៉ុណ្ណឹងគឺគាត់អាច scan យឺតហើយ system អត់កាត់គាត់ late ទេជា late ទេជា early ទេអញ្ចឹងគាត់អាច scan នេះបានហើយដើម្បីមើលបញ្ជីហ្នឹងដើម្បីមើលបញ្ជីក្នុងរហូតចាក់ហ្នឹងមានអ្នកណាខ្លះដែលពោះធំយើងអាចចុច P report យើងបោះអាហ្នឹងចូលទាំងអស់ហើយយើងយក pregnancy period អីយោក្នុងខែ1អត់មានទេប៉ុន្តែក្នុងខែ2មានព្រោះយើងទៅដាក់គាត់ក្នុងខែ2អញ្ចឹងយើងដាក់ចូលមកយើងយក pregnancy list អញ្ចឹងមានតែម្នាក់ទេក្នុងរោងចក្រហ្នឹងយើងអាច print យើងអាចឲ្យបានហើយយើង save ជា PDF format ហើយយើងផ្ញើទៅ management យើងបានអូខេ